បើមិនចង់ឲ្យខ្លួនឯងខ្លាចទៅជាជនរងគ្រោះដោយមិនដឹងខ្លួនទេហាមធ្វើរឿងទាំងអស់ហ្នឹងទី1កុំផ្ដល់ភាពងាយស្រួលឲ្យមនុស្សដែលមិនដែលចង់ឲ្យអ្នកងាយស្រួលទី2រៀនចេះបដិសេធនៅអ្វីដែលមិនគួរតែទទួលយកទី3ត្រូវរៀនចេះកាត់ផ្ដាច់មនុស្សទាំងអស់ហ្នឹងចេញពីជីវិតធម្មតាហេតុផលទី1ពេលខ្លះយើងគិតថាយើងចង់ផ្ដល់ភាពងាយស្រួលឲ្យគេតែគេវិញគឺអត់ដែលចង់ផ្ដល់ភាពងាយស្រួលឲ្យយើងទេតែងតែរកគ្រប់វិធីដើម្បីធ្វើឲ្យយើងទទួលការលំបាកហើយទី2ទៀតធម្មតាពេលខ្លះយើងតែងតែគិតថាគេអាចនឹងល្អចំពោះយើងនៅថ្ងៃណាមួយយើងតែងតែទុកឱកាសឲ្យគេរហូតអញ្ចឹងតែគេអត់ដែលគិតថាចង់ផ្ដល់ឱកាសឲ្យខ្លួនឯងឬមួយក៏ចង់កែប្រែគឺគេដឹងតែម្យ៉ាងឯងថាចង់ចាញ់ចង់ឈ្នះជាមួយយើងចំណុចចុងក្រោយគឺត្រូវចេះបដិសេធរាល់ការស្នើសុំរបស់គេដោយសារតែពេលខ្លះពេលដែលយើងផ្ដល់ភាពងាយស្រួលឲ្យគេខ្លាំងពេកគេស្នើសុំអីក៏បានគេចង់ធ្វើបែបមិនក៏បានយើងតែងតែស្របតាមស្ដាប់តាមគេគ្រប់យ៉ាងដោយសារតែភាពយោគយល់គ្នាឬមួយក៏អធិស្ឋានគ្នានឹងឯងអញ្ចឹងទៅជាធ្វើឲ្យគេមានទម្លាប់មួយថាយើងមិនក៏បានអញ្ចឹងយូរទៅវាคล้ายទៅជាទម្លាប់អាក្រក់ដែលគេចង់ជិះជាន់យើងឬមួយក៏កេងប្រវ័ញ្ចលើយើងឬមួយក៏ធ្វើអ្វីដាក់យើងក៏បានដោយយើងមិនហ៊ាននឹងបដិសេធឬមួយក៏យើងនៅតែបន្តនៅក្នុងស្ថានភាពបែបហ្នឹងអញ្ចឹងគួរតែដើរចេញពីមនុស្សបែបហ្នឹងឲ្យឆ្ងាយកាលណាគឺល្អកាលហ្នឹងដាក់ដែនកំណត់ឲ្យច្បាស់លាស់ទៅល្អប្រសើរដាក់ព្រំប្រទល់ខណ្ឌចែកអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើអ្វីគួរដែលរាប់អ្វីដែលមិនគួររាប់អ្វីដែលគួរដើរចេញនិងអ្វីដែលគួរនៅបន្តអូខេ